កាលពីថ្មីនេះលោកគឹមរស្មីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាកាប់រំលំឈើលក់និងឈូសឆាយរុះរានយកដីរដ្ឋចំនួន 2000 ហិកតានៅក្នុងចំណុចអូកាជាន់ភូមិមួយឃុំត្រពាំងច្រេះស្រុកកូនមុំខេត្តរតនគិរីសេចក្តីរាយការណ៍ថាការឈូសឆាយរាប់រស់រៀនយកដីលក់និងរំលោភយកដីរដ្ឋនៅចំណុចភូមិឃុំខាងលើនេះមិនមែនទៅតែពេលថ្មីនេះទេកើតឡើងរយៈពេល7-8 ខែមកហើយតែអ្នកភូមិរស់នៅឃុំត្រពាំងក្រហមទាំងអស់មិនហ៊ានរាយការណ៍ឡើយព្រោះខ្លាចអំណាចលោករស់វណ្ណាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំនេះតែម្ដងសេចក្តីរាយការណ៍បានបន្តទៀតថាការដាក់គ្រឿងចាក់ឈូសឆាយទន្ទ្រានយកដីរដ្ឋនៅចំណុចខាងលើនេះគឺលោកគឹមរស្មីមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានដាក់កម្លាំងកូនចៅស្និទ្ធរបស់ខ្លួនគឺលោករស់វណ្ណាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំឲ្យចាំបញ្ជានិងចាត់ចែងការងារឈូសឆាយដីរដ្ឋនៅចំណុចខាងលើនេះជំវិញការពាក់ព័ន្ធការឈូសឆាយរំលោភទន្ទ្រានយកដីរដ្ឋនៅចំណុចអូកាជាន់ភូមិមួយឃុំត្រពាំងច្រេះស្រុកកូនមុំខាងលើនេះលោកគឹមរស្មីមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីបានថ្លែងទទួលស្គាល់ថាលោកពិតជាបានធ្វើការឈូសឆាយយកដីរដ្ឋចំណុចភូមិឃុំខាងលើនោះពិតប្រាកដមែនតែលោកបានបញ្ជាក់ទៀតថាថ្មីនេះគ្រាដែលរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំផងទំនប់វារីអគ្គិសនីសេសានក៏ត្រូវបានបិទទប់ទឹកនៅចំណុចអូកាជាន់ភូមិមួយឃុំត្រពាំងច្រេះស្រុកកូនមុំខាងលើនេះដំណាំចន្ទទីរបស់លោកចំនួន15 ហិកតាក្នុងចំណោមដីប្រមាណ60 ហិកតាក៏ត្រូវចោលទាំងអស់តែម្ដងលោកមិនព្យាយាមយកដីចំណុចខាងលើទៀតឡើយចំណែកលោកឈឿនចន្ទធៀងអភិបាលស្រុកកូនមុំពាក់ព័ន្ធករណីឈូសឆាយដីរដ្ឋចំនួន 2000 ហិកតានៅចំណុចអូជាន់ភូមិមួយឃុំត្រពាំងច្រេះស្រុកកូនមុំខាងលើលោកបានឲ្យអនាគតថ្មីដឹងកាលពីម្សិលមិញថាដីដែលឈូសឆាយនៅចំណុចខាងលើនោះមានច្បាប់ពីលោករួចហើយរីឯចំណែកលោករស់វណ្ណាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំពាក់ព័ន្ធការឈូសឆាយរំលោភទន្ទ្រានយកដីរដ្ឋចំនួន 2000 ហិកតានៅចំណុចភូមិឃុំខាងលើយើងមិនអាចសុំការបំភ្លឺពីលោកបាននោះទេព្រោះប្រព័ន្ធទូរស័ព្ទរបស់លោកបានបិទឡុងសារ៉េតធ្វើសេចក្តីរាយការណ៍ពីខេត្តរតនគិរី